នុសាខាសមាគមសិស្សនិស្សិតបញ្ញវន្តស្រុកកណ្ដាលស្ទឹងនាំយកអំណោយនិងជំនួយចែកជូនជនភៀសសិស្សនិងគ្រួសារកងទ័ពជួរមុខក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមគួចចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនិងជាប្រធានកិត្តិយសសាខាសមាគមសិស្សនិស្សិតបញ្ញវន្តខេត្តកណ្ដាលតាមរយៈឯកឧត្តមតេងរិទ្ធីប្រធានសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តកណ្ដាលអនុសាខាសមាគមសិស្សនិស្សិតបញ្ញវន្តស្រុកកណ្ដាលស្ទឹងបានបន្តសកម្មភាពមនុស្សធម៌ដោយនាំយកអំណោយនិងជំនួយទៅចែកជូនជនភៀសសិស្សនិងគ្រួសារកងទ័ពជួរមុខនៅមូលដ្ឋាននៅថ្ងៃទី21ខែធ្នូឆ្នាំ2025លោកអ៊ូចសាវឿនប្រធានកិត្តិយសនៃអនុសាខាស្រុកកណ្ដាលស្ទឹងអមដំណើរដោយលោកសឿនសំណានទីប្រឹក្សាកិត្តិយសនៃសមាគមសិស្សនិស្សិតបញ្ញវន្តអនុសាខាស្រុកកណ្ដាលស្ទឹងបាននាំយកអំណោយទៅចែកជូនជនភៀសសិស្សចំនួន9គ្រួសារនិងគ្រួសារកងទ័ពជួរមុខចំនួន20គ្រួសារដែលស្ថិតនៅឃុំរលៀងកែនស្រុកកណ្ដាលស្ទឹងដោយក្នុងមួយគ្រួសារទទួលបានអង្ករ25គីឡូក្រាមទឹកសុទ្ធ1កេសទឹកក្រូច1កេសមី1កេសទឹកត្រី1យួរទឹកស៊ីអ៊ីវ1យួរនិងថវិកាចំនួន20,000រៀលបន្ថែមពីនេះនៅថ្ងៃទី22ខែធ្នូឆ្នាំ2025លោកនុតសារិទ្ធប្រធានអនុសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តស្រុកកណ្ដាលស្ទឹងនិងលោកស្រីសានសុនីតាលេខាធិការបាននាំយកជំនួយបន្ថែមទៅចូលរួមតាមរយៈរដ្ឋបាលឃុំអន្លង់រមៀតដើម្បីចែកជូនដល់ជនភៀសសិស្សនិងកងទ័ពជួរមុខសម្ភារៈដែលឧបត្ថម្ភនៃឱកាសនោះរួមមានអង្ករពីបាវស្មើនឹង50គីឡូក្រាមថ្នាំពេទ្យចំនួន100បន្ទះស្មើនឹង1000គ្រាប់និងសម្លៀកបំពាក់មួយចំនួនទៀតផងដែរគួរបញ្ជាក់ផងដែរថាសកម្មភាពមនុស្សធម៌ខាងលើនេះបានបង្ហាញពីការយកចិត្តទុកដាក់និងស្មារតីសាមគ្គីរបស់សមាគមសិស្សនិស្សិតបញ្ញវន្តខេត្តកណ្ដាលក្នុងការចូលរួមជួយសម្រាលការលំបាកនិងលើកទឹកចិត្តដល់ជនភៀសសិស្សនិងកងទ័ពជួរមុខដែលកំពុងបំពេញភារកិច្ចការពារជាតិនិងសន្តិសុខសង្គម